ភាគទី21នាថ្ងៃពេញបូរមីថ្ងៃមួយព្រះពុទ្ធនិងភិក្ខុសង្ឃ1250រូបយាងចូលទៅកាន់ព្រះរាជានិវេសនដ្ឋាននៃព្រះបាទទុំនិសានាក្រុងរាជក្រឹសដើម្បីទទួលភ័ណ្ឌភិក្ខុសង្ឃទាំងឡាយនិមន្តដោយបោះជំហានយឺតនិងស្ងប់ស្ងៀមជាទីបំផុតតាមដងវិថីទាំងឡាយក្នុងរាជធានីបានតាក់តែងនៅចង្គៀងគោមនិងការភ្ញីដ៏ស្រស់បំព្រងមានមនុស្សម្នាមហាជនមីដេដាកកឈរនៅតាមសងខាងវិថីរងចាំទទួលស្វាគមន៍ព្រះសាស្តានិងសង្ឃគណៈរបស់ព្រះអង្គពេលព្រះភិក្ខុសង្ឃទាំងឡាយនិមន្តដល់ផ្លូវបំបែកចូលទៅកាន់ទីក្រុងមនុស្សក៏ផ្អើលឈូឆអ៊ូអពាសពេញទាំងផ្លូវដែលមិនអាចអនុញ្ញាតឲ្យព្រះពុទ្ធនិងភិក្ខុសង្ឃទាំងឡាយនិមន្តទៅមុខរួចឧរវិលកសបៈក៏ងឿងឆ្ងល់មិនដឹងជាធ្វើដូចម្តេចកើតដើម្បីឲ្យព្រះអង្គស្ដេចយាងទៅរួចខ្សិននោះមានក្មេងកំឡោះម្នាក់លេចធ្លោចេញពីក្នុងវងមនុស្សទាំងឡាយមកក៏ស្រែកច្រៀងបណ្ដើកិតពិនខ្សែ16បណ្ដើពិនខ្សែ16មិនដឹងទៅរកយ៉ាងណាទេសំឡេងរបស់យុវជននោះលន់លឺស្រួយស្រេះដោយរកាំក្នុងខណៈដែលមាននោះច្រៀងបណ្ដើតាមដងផ្លូវធ្វើឲ្យមនុស្សគេចវាសចេញពីចិញ្ចើមពីផ្លូវឡើងទៅលើចិញ្ចើមថ្នល់អស់និងទុកឱកាសឲ្យព្រះសាស្តានិងភិក្ខុសង្ឃទាំង1250រូបនិមន្តទៅមុខបានព្រះឧលវេរកសបៈនៅចាំបានថាយុវជនដែលច្រៀងនោះមិនមានអ្នកណាក្រៅពីឧបាសកម្នាក់ដែលធ្លាប់ថ្វាយខ្លួនក្នុងបរតនត្រ័យជាមួយនឹងព្រះអង្គក្នុងរវាងមិនដល់1ខែកន្លងមកនេះផងបទចម្រៀងរបស់យុវជននោះបានបញ្ជាក់នៅមនោសញ្ចេតនាដ៏រលុងរលោចដែលស្ដីអំពីការសរសើរដល់ព្រះពុទ្ធគុណជាពាក្យយ៉ាងនេះថាពេលព្រឹកព្រៀងនៃនិទាខរដូវបុគ្គលជាអ្នកត្រាស់ដឹងទ្រង់ចាកនៅអាសវៈកិលេសហើយទ្រង់ចាកអកុសលធម៌ហើយទ្រង់មានពណ៌ល្អដូចមាសសង្កីហើយយាងចូលមកក្រុងរាជក្រឹសរបស់យើងជាមួយនឹងសាវករបស់ព្រះអង្គ1250រូបសាវកទាំងឡាយនោះដើរបោះជំហានយឺតយ៉ាងស្ងៀមស្ងាត់និងស្វាហាប់បំផុតវងមនុស្សស្ដាប់មាននប់ច្រៀងបណ្ដើតាមមើលព្រះពុទ្ធយាងកាត់អំពីមុខខ្លួននោះបណ្ដើអ្នកចម្រៀងញញឹមពព្រាយនិងស្រែកច្រៀងបន្តទៅទៀតថាសប្បាយចិត្តណាស់ដែលមានភពវាសនាបានធ្វើជាសិល្បៈរបស់ព្រះដ៏មានពភាកក្នុងថ្ងៃនេះសូមអនុញ្ញាតឲ្យខ្ញុំសរសើរដល់ព្រះបញ្ញានិងសេចក្តីមេត្តាគ្មានទីបញ្ចប់របស់ព្រះអង្គក្នុងថ្ងៃនេះបញ្ញាជាផ្លូវនាំឲ្យព្រះអង្គសប្បាយផងនិងភិក្ខុសង្ឃដើរតាមមេរៀគានៃការត្រាស់ដឹងរបស់ព្រះអង្គសប្បាយផងមាននោះច្រៀងបើកផ្លូវរហូតដល់ព្រះបរមសាស្តានិងព្រះភិក្ខុសង្ឃទាំងឡាយនិមន្តចូលដល់ក្លោងទ្វារព្រះបរមរាជវាំងបន្ទាប់មកមាននោះក៏ក្រាបថ្វាយបង្គំលាព្រះពុទ្ធហើយដើរចូលទៅក្នុងវងមនុស្សបាត់មួយរំពេចទៅព្រះបាទទុំរិសាហែហោមដោយបរិពារនិងភ្ញៀវចំនួន6000នាក់បានចេញមកទទួលស្វាគមន៍ព្រះពុទ្ធលុះចូលដល់ហើយព្រះភិក្ខុសង្ឃទាំងឡាយគង់នៅលើអាសនៈដែលគេរៀបចំថ្វាយទុកយ៉ាងផ្ចិតផ្ចង់ព្រះពុទ្ធទ្រង់គង់នៅលើអាសនៈកតិយុទ្ធនៅចំកណ្ដាលរោងពន្លាពេលព្រះសាស្តាទ្រង់គង់ចុះទើបព្រះបាទទុំរិសាទ្រង់អញ្ជើញភ្ញៀវទាំងឡាយឲ្យអង្គុយចុះដែរព្រះបាទទុំរិសានិងព្រះឧរវេរកសបៈថែគង់នៅសងខាងព្រះពុទ្ធព្រះរាជកុមារជាទសតុក៏លើកទឹកមួយផ្តិលនិងកសែងមួយមកថ្វាយព្រះបរមសាស្តាដើម្បីព្រះអង្គលាងជម្រះព្រះហស្ថនិងព្រះបាទបរិពារទាំងឡាយក៏បានយកទឹកនិងកសែងទៅប្រគេនព្រះសង្ឃទាំងឡាយដែរព្រះបាទទុំរិសាព្រះរាជវង្សានុវង្សនិងភ្ញៀវទាំងឡាយបានអង្គាសចង្ហាន់ព្រះភិក្ខុសង្ឃដែលមានព្រះពុទ្ធជាព្រះប្រធានដោយខាតនិយភោជនីយអាហារដ៏ឧត្តមនិងផ្ចិតផ្ចង់បំផុតដរាបដល់ឆ្អែតស្កប់ស្កល់ព្រះរាជាទ្រង់បម្រើផ្ទាល់ព្រះសាស្តា
ព្រះនាងវេទេឲ្យនឹងពួកស្រីស្នំបំរើដល់ព្រះភិក្ខុសង្ឃទាំង1250អង្គនោះព្រះបាទព្រហ្មមេសាព្រះរាជវង្សានុវង្សនិងភ្ញៀវទាំងឡាយគង់នឹងអង្គុយក្នុងទីដ៏សមគួរនិងយ៉ាងស្ងៀមស្ងាត់បំផុតរហូតដល់ព្រះភិក្ខុសង្ឃទទួលផាត់រួចភ្ញៀវទាំង6000នាក់របស់ព្រះបាទព្រហ្មមេសាក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការទទួលផាត់ដ៏ស្ងៀមស្ងាត់និងមានរបៀបរៀបរយបំផុតនៃព្រះភិក្ខុសង្ឃទាំងឡាយនោះបន្ទាប់ពីព្រះភិក្ខុសង្ឃទទួលផាត់រួចមកមួយស្របក់ព្រះបាទព្រហ្មមេសាទ្រង់បែរប្រភពទៅរកព្រះដ៏មានព្រះភិក្ខរួចហើយទ្រង់លើកប្រហោះផ្គងសំពះឡើងចំពោះព្រះអង្គដោយព្រះអង្គទ្រង់យល់នៅព្រះរាជបំណងរបស់ព្រះរាជាព្រះបរមសាស្តាក៏ទ្រង់ចាប់ផ្ដើមសម្ដែងនៅព្រះធម៌ទេសនាព្រះអង្គទ្រង់ទូលមានអំពីសិក្ខាបទ5យ៉ាងដែលជាមេរៀននាំឲ្យកើតសេចក្តីសុខនិងសុភមង្គលក្នុងសង្គមគ្រួសារផងនិងក្នុងសង្គមជាតិទាំងមូលផងទាំងក្នុងពិភពលោកទាំងមូលទៀតផងសិក្ខាបទទី1ហាមសម្លាប់សត្វនិងហាមមិនឲ្យប្រើគេសម្លាប់សមាទាននៅសិក្ខាបទនេះនាំឲ្យកើតសេចក្តីមេត្តាសត្វធ្វើលោកទាំងអស់ខ្លាចណាស់នៅសេចក្តីស្លាប់ក្នុងខណៈដែលយើងស្រឡាញ់ជីវិតផ្ទាល់ខ្លួនយើងជាទីបំផុតនោះយើងគួរតែស្រឡាញ់ដល់ជីវិតសត្វធ្វើលោកដទៃផងដែរមិនគ្រាន់តែមិនប្រមាថដល់ជីវិតមនុស្សដូចគ្នាប៉ុណ្ណោះទេយើងគួរជៀសវាងការប្រមាថដល់ជីវិតសត្វដទៃផងដែរយើងគួររស់នៅយ៉ាងសុខសាន្តជាមួយនឹងមនុស្សសត្វនិងរុក្ខជាតិផងគ្នាបើយើងចិញ្ចឹមចិត្តនៃសេចក្តីស្រឡាញ់យើងអាចបន្ថយនៅសេចក្តីទុក្ខព្រួយហើយនឹងបង្កើតឲ្យមានជីវិតរីករាយឡើងប្រសិនបើប្រជាពលរដ្ឋម្នាក់សមាទាននៅសិក្ខាបទមិនប្រមាថដល់ជីវិតបានព្រះជាណាចក្រទាំងមូលក៏នឹងកើតមានសេចក្តីសុខសន្តិភាពដែរពេលមនុស្សគោរពជីវិតគ្នាទៅវិញទៅមកប្រទេសនឹងរុងរឿងព្រមទាំងមានអានុភាពខ្លាំងក្លាដែលអាចជៀសវាងផុតអំពីការរំលោភបំពាននៃប្រទេសជិតខាងទោះបីព្រះជាណាចក្រមានកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយក៏មិនត្រូវប្រើអំពើសម្លាប់ជីវិតនេះជាមធ្យោបាយផងដែរកងទ័ពអាចយកពេលវេលាដ៏មានតម្លៃរបស់ខ្លួនទៅបម្រើកិច្ចការជាតិផ្សេងៗទៀតដូចជាការសាងសង់ស្ពានថ្នល់សាលារៀនមន្ទីរពេទ្យសួនសាធារណៈទីផ្សារនិងទំនប់ទឹកជាដើមជំនួសវិញប្រសើរជាងសិក្ខាបទទី2ហាមលួចទ្រព្យសម្បត្តិអ្នកដទៃនិងមិនឲ្យប្រើគេឲ្យលួចគ្មានជនណាម្នាក់មានសិទ្ធិទៅកាន់យកទ្រព្យរបស់អ្នកដទៃដែលគេខំប្រឹងរកស៊ីបែកញើសហូរជាទឹកនោះមកឡើយការមានចេតនាចង់កេងប្រវ័ញ្ចយកទ្រព្យសម្បត្តិអ្នកដទៃគឺជាការបំពានលើសិក្ខាបទនេះមិនត្រូវប្រើឧបាយកលឬប្រើឥទ្ធិពលនិងអំណាចទៅសង្កត់សង្កិនយកទ្រព្យអ្នកដទៃខុសច្បាប់ទម្លាប់នោះឡើយការធ្វើអាជីវកម្មលើខ្នងរាជឬលើកម្លាំងអ្នកដទៃក៏ជាការរំលោភបំពានយ៉ាងជាក់ស្ដែងលើសិក្ខាបទនេះដែរបើប្រជាពលរដ្ឋម្នាក់នៅក្នុងពិភពលោកនេះបានសមាទាននៅសិក្ខាបទដែលមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃនេះហើយសង្គមយុត្តិធម៌នឹងត្រូវរីកឡើងដូចផ្កាហើយការលួចប្លន់និងការកាប់សម្លាប់គ្នាក៏នឹងត្រូវតែសាបរលាបអស់ជាពំខានសិក្ខាបទទី3ជៀសវាងការប្រព្រឹត្តខុសក្នុងផ្លូវកាមការប្រព្រឹត្តតាមអាចប្រព្រឹត្តបានចំពោះតែប្តីឬប្រពន្ធនៃខ្លួនយល់ទៅតាមសុខភាពនិងពេលវេលាដ៏សមគួរប៉ុណ្ណោះបើប្រជាពលរដ្ឋបានសមាទាននៅសិក្ខាបទនៃការមិនរំលោភលើផ្នែកភេទនេះអាចនឹងនាំឲ្យមានការទុកចិត្តគ្នាទៅវិញទៅមកនិងមានសុខមង្គលក្នុងរង្វង់គ្រួសារផងនិងការពារមិនឲ្យមានទុក្ខទៅដល់អ្នកដទៃផងដើម្បីឲ្យមានឱកាសគ្រប់គ្រាន់ទៅបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋអ្នកដឹកនាំប្រទេសជាតិគួរតែសន្តោសក្នុងកាមគុណកុំយកប្រពន្ធច្រើនសិក្ខាបទទី4ហាមមិនឲ្យនិយាយកុហកបោកប្រាស់គ្នាចាក់ទឹកអុចអាល់គ្នាជៀសវាងនៅការពោលពាក្យមិនពិតពាក្យសម្ដីមានឥទ្ធិពលណាស់គឺអាចបង្កើតឲ្យមានសេចក្តីទុកចិត្តគ្នានិងរីករាយហើយក៏អាចបង្កើតឲ្យមានការមិនយល់ចិត្តគ្នាជួនកាលក៏រហូតបណ្ដាលឲ្យមានការទាស់ទែងខ្វែងគំនិតនឹងគ្នាផងទៀតក៏មាន
ប្រសិនបើពាក្យនោះជាពាក្យពិតហើយយើងនិយាយថាមិនពិតអាចនាំឲ្យខូចដល់កិត្តិយសរបស់ខ្លួនឯងផងនិងនាំឲ្យសង្គមអស់ការទុកចិត្តគ្នាផងសិក្ខាបទទី5ហាមសេពសុរានិងគ្រឿងញៀនផ្សេងសុរានិងគ្រឿងញៀនអាចបំផ្លាញសតិអារម្មណ៍ដែលនៅល្អឲ្យចុះខ្សោយជាលំដាប់ទៅជនប្រមុតអាចបង្កឲ្យមានទុក្ខដល់ខ្លួនឯងផងដល់ក្រុមគ្រួសារផងដល់ញាតិមិត្តដទៃទៀតផងនិងដល់សង្គមជាតិផងទៀតសមាធិនៅសិក្ខាបទនេះនាំឲ្យមានសុខភាពល្អទាំងខាងផ្លូវកាយទាំងខាងផ្លូវចិត្តសិក្ខាបទទាំង5នេះត្រូវតែរក្សាឲ្យជាប់ជានិច្ចបបិទ្ធមហារាជប្រសិនបើព្រះអង្គនិងអ្នករាជការគ្រប់តម្លៃរបស់ព្រះអង្គបានសិក្សានិងបានសមាធិនៅសិក្ខាបទទាំង5នេះបានយ៉ាងខ្ជាប់ខ្ជួនហើយព្រះរាជាណាចក្ររបស់ព្រះអង្គនឹងទទួលនៅប្រយោជន៍យ៉ាងមហាធំធេងបបិទ្ធប្រសមាធិទេព្រះអង្គជាអ្នកកាច់ចង្កូតនាវាប្រទេសប្រជាពលរដ្ឋសង្ឃឹមទុកចិត្តលើព្រះអង្គជ្រកកោនក្រោមម្លប់ព្រះអង្គប្រសិនបើព្រះអង្គមានគុណធម៌ដ៏ខ្ពង់ខ្ពស់ប្រទេសជាតិនិងប្រជាពលរដ្ឋរបស់ព្រះអង្គក៏នឹងបានសេចក្តីសុខសាន្តចម្រុងចម្រើនដោយសារតែព្រះឧត្តមគតិទុកដាក់លើប្រយោជន៍ជាតិជាធំរបស់ព្រះអង្គនេះឯងព្រះបាទមេសាទ្រង់សពរិទ្ធិសតិយ៉ាងខ្លាំងគឺទ្រង់ក្រោកឈរហើយអោនគោរពចំពោះព្រះភ័ក្ត្របរមសាស្តាព្រះនាងវេទេហីទ្រង់លើកដៃព្រះរាជកុមារជាសតោចូលទៅជិតព្រះសាស្តាព្រះនាងបង្ហាត់ព្រះរាជកុមារឲ្យលើកប្រហោះប្រណំដូចផ្កាឈូកកំពុំហើយក្រាបថ្វាយបង្គំព្រះបរមសាស្តាជាទីគោរព3ដងដោយសេចក្តីគោរពព្រះនាងវេទេហីក្រាបបង្គំទូលព្រះបរមសាស្តាថាបបិទ្ធព្រះអង្គនៅចម្រើនព្រះរាជកុមារជាសតោនិងកុមារីចំនួន400នាក់ទៀតក៏បានមកចូលរួមក្នុងថ្ងៃនេះដែរសូមទ្រង់ប្រមេត្តាប្រោសជួយបង្រៀនដល់កុមារីទាំងនេះនៅមេរគានៃពន្លឺត្រាស់ដឹងឬសេចក្តីស្រឡាញ់គ្នាផងព្រះសាស្តាទ្រង់យាងឈោងចាប់ក្តាប់ប្រហោះព្រះរាជកុមារដោយប្រភ័ក្រញញឹមព្រះរាជកុមារក៏លូនចូលទៅអង្គុយជាប់នឹងព្រះបាទព្រះអង្គដើម្បីទុកកន្លែងឲ្យកុមារីដែលជាកូនអធិជននិងកហបតីរំកិលចូលទៅខាងមុខដែរកុមារីទាំងនោះសុទ្ធតែស្លៀកពាក់យ៉ាងស្រស់ឆើតមានទាំងពាក់គ្រឿងអលង្ការពេញទាំងកជើងនិងកដៃផងព្រះដ៏មានព្រះភិក្ខចាប់ផ្ដើមសម្ដែងពធទេសនាឲ្យកុមារីទាំងឡាយនោះស្ដាប់ថាមនាលកុមារីទាំងឡាយជាទីស្រឡាញ់កាលពីមុនកំណើតនៃមនុស្សជាតិនេះតថាគតមានកំណើតជាដីជាថ្មជារុក្ខជាតិជាសត្វបក្សាបក្សីនិងជាសត្វពាហនៈផ្សេងទៀតជាច្រើនរីឯអ្នកទាំងឡាយក៏ដូចនោះដែរកាលអំពីជាតិមុនក៏អ្នកមានកំណើតជាដីជាថ្មជារុក្ខជាតិជាសត្វបក្សាបក្សីនិងជាសត្វពាហនៈដែរប្រហែលជាមានអ្នកខ្លះក្នុងចំណោមអ្នកទាំងឡាយនៅទីនេះធ្លាប់បានជួបជាមួយតថាគតក្នុងជាតិមុនផងដែរក៏មិនដឹងហើយក៏ប្រហែលជាដល់ជាតិក្រោយទៀតយើងនឹងនាំមកនៅសេចក្តីសប្បាយនិងទុក្ខសោកមួយមកទៀតផងក៏មិនដឹងថ្ងៃនេះតថាគតចង់និទានរឿងមួយជូនដល់អ្នករាល់គ្នាស្ដាប់រឿងនោះបានកើតឡើងតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយរឿងនោះមានឈ្មោះថារឿងក្រសាក្តាម កំពឹសត្រីនិងដើមព្រូននៅក្នុងជាតិនោះតថាគតបានយោនយកកំណើតជាដើមព្រូនមួយប្រហែលជាមានអ្នកខ្លះនៅក្នុងចំណោមអ្នករាល់គ្នានេះអ្នកខ្លះជាក្រសាខ្លះជាក្តាមខ្លះជាកំពឹសនិងខ្លះជាត្រីនៅក្នុងដំណើររឿងនោះក្រសាជាសត្វកំណាចនិងពូកែឆោបោកណាស់ដែលបណ្ដាលឲ្យសត្វដទៃទទួលរងទុក្ខនិងរហូតដល់ស្លាប់បាត់បង់ជីវិតទៀតផងក្រសាក៏បានធ្វើឲ្យរូបតថាគតដែលជាដើមព្រូននោះមានទុក្ខផងដែរប៉ុន្តែដោយសារតែសេចក្តីទុក្ខនេះតថាគតទទួលបានមេរៀនដ៏អស្ចារ្យមួយដែលមានន័យថា
បើអ្នកណាបោកមិនឆោតឬធ្វើទុកទោសដល់អ្នកដទៃអ្នកនោះឯងនឹងត្រូវគេបោកមិនឆោតឬគេធ្វើទុកទោសវិញដូចគ្នាតថាគតជាដើមព្រូនដែលដុះនៅជិតស្រះឈូកដ៏ក្រអូបនិងត្រជាក់ល្ហឹមមួយនៅក្នុងស្រះឈូកនោះក៏មានមច្ឆារស់នៅទេប៉ុន្តែនៅមិនឆ្ងាយពីស្រះឈូកនោះប៉ុន្មានមានត្រពាំងទឹករាក់កំផេលនិងល្អក់ខ្វល់មួយដែលមានកំពឹសនិងត្រីជាច្រើនព្រមទាំងក្តាមគ្រងមួយអាស្រ័យនៅក្រសាតែងតែហើរឆ្វែលពីខាងលើត្រពាំងទឹករីស្ងួតនោះញឹកញយកាលបានឃើញស្ថានការវឹកវរកើតមានដល់កំពឹសនិងត្រីនៅក្នុងត្រពាំងទឹកនោះហើយសត្វក្រសាក៏ចាប់ផ្ដើមមានគំនិតប្រឌិតនៅគម្រោងការអាក្រក់មួយឡើងរួចហើយក្រសាក៏ហើរទៅចុះជិតមាត់ត្រពាំងនិងឈរសម្លឹងទៅក្នុងទឹកដ៏ល្អក់ខ្វល់នោះដោយធ្វើទឹកមុខក្រៀមស្រពោនកំពឹសនិងត្រីក៏នាំគ្នាសួរទៅក្រសាថាណែលោកក្រសាតើលោកកំពុងតែគិតពីរឿងអីហ្នឹងបានជាមានទឹកមុខអីដ៏មមខ្លាំងម្ល៉េះក្រសាធ្វើរឹកស្លូតបូតរួចក៏ឆ្លើយតបដោយសម្ដីសុភាពថាមនាកំពឹសនិងត្រីទាំងឡាយខ្ញុំកំពុងតែសញ្ជឹងគិតអំពីវាសនាដ៏អាក្រក់នៃជីវិតរបស់អ្នករាល់គ្នាហ្នឹងណាត្រពាំងទឹករបស់អ្នកនេះសុទ្ធតែភក់ជ្រាំនឹងស្អុយកគ្រក់អ្នកក៏ឥតមានចំណីអាហារគ្រប់គ្រាន់នឹងបរិភោគទៀតផងដែរខ្ញុំមានចិត្តអាណិតអាសូរចំពោះជីវិតដ៏សែនលំបាករបស់អ្នករាល់គ្នាខ្លាំងណាស់មិនគួរណាអ្នករាល់គ្នាមករស់នៅក្នុងសភាពដ៏សែនវេទនាដ៏ចម្លែកចឹងសោះកំពឹសនឹងត្រីទាំងឡាយនាំគ្នាសួរបន្តថាតើលោកដឹងនៅមធ្យោបាយសម្រាប់ជួយពួកយើងដែរឬទេលោកក្រសាក្រសាឆ្លើយតបដោយទឹកមុខញញឹមថាមិនអីទេប្រសិនបើអ្នកចង់ឲ្យខ្ញុំពំនាំយកអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទៅកាន់ស្រះមួយដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះខ្ញុំនឹងលែងអ្នកនោះឲ្យហែលលេងក្នុងទឹកស្រះដ៏ត្រជាក់ថ្លានោះអ្នករាល់គ្នាដឹងទេនៅក្នុងស្រះទឹកដ៏ថ្លានោះសម្បូរចំណីអាហារទៅទៀតណាកំពឹសនិងត្រីក៏ពោលបន្ថែមថាពួកយើងខ្ញុំទាំងឡាយជឿទុកចិត្តលើលោកហើយណាលោកក្រសាប៉ុន្តែតាំងពីជីដូនជីតាយើងមកយើងមិនដែលឮថាសត្វក្រសាណាចេះយកចិត្តទុកដាក់លើវាសនានៃពួកយើងសត្វកំពឹសសត្វត្រីចឹងឡើយប្រហែលជាលោកគ្រាន់តែប្រើបាយកលបញ្ឆោតពួកយើងដើម្បីយកពួកយើងទៅធ្វើជាចំណីទេដឹងហើយលោកក្រសាក្រសាឆ្លើយតបវិញដោយមើងម៉ាត់ថាហេតុអីក៏អ្នករាល់គ្នានៅតែមានការសង្ស័យលើរូបខ្ញុំដូច្នេះអ្នកគួរគិតមកខ្ញុំទុកដូចជាឪពុកមីរបស់អ្នកទៅចុះខ្ញុំគ្មានគំនិតអ្វីមកបោកប្រាស់ដល់អ្នករាល់គ្នាទេប្រកាសជាមានស្រះទឹកធំមួយនៅមិនឆ្ងាយពីទីនេះដែលពោពេញទៅដោយទឹកថ្លាត្រជាក់ស្រួលមែនទែនបើអ្នកមិនជឿខ្ញុំទេឲ្យខ្ញុំពំយកអ្នកណាម្នាក់ទៅដាក់នៅទីនោះសិនទៅដើម្បីមើលផ្ទាល់ភ្នែកខ្លួនឯងចុះបន្ទាប់មកខ្ញុំនឹងពំអ្នកនោះយកមកដាក់នៅទីនេះវិញដើម្បីនឹងរាយការណ៍ប្រាប់អ្នករាល់គ្នានៅទីនេះឲ្យដឹងថាតើខ្ញុំនិយាយរឿងនេះពិតឬមិនពិតកំពឹសនិងត្រីនាំគ្នាពិភាក្សានៅរឿងនេះអស់មួយសន្ទុះធំមុននឹងយល់ព្រមឲ្យត្រីចាស់មួយទៅជាមួយក្រសាត្រីចាស់នោះមានកម្លាំងមាំមួនហើយរហ័សរហួនមានស្រការឹងដូចជាថ្មក្រសាចាប់ពំត្រីដល់កញ្ចាស់នេះនឹងចំពុះរួចហើយក៏ហើរសំដៅទៅកាន់ស្រះទឹកដ៏ថ្លានោះលុះទៅដល់ហើយក្រសាលែងត្រីចូលទៅក្នុងទឹកស្រះដ៏ថ្លាត្រជាក់ឲ្យហិចហែលសប្បាយគ្រប់ច្រកល្ហកជាការពិតណាស់ដែលស្រះនេះធំល្វឹងល្វើយមានទឹកថ្លាត្រជាក់ល្ហឹមព្រមទាំងសម្បូរចំណីសពមុខទៀតផងកាលបើត្រីចាស់នោះហែលអស់ចិត្តហើយក្រសាក៏ពំត្រីចាស់នោះយកមកដាក់ក្នុងត្រពាំងទឹកដ៏ល្អក់នេះវិញដើម្បីនឹងរាយការណ៍ឲ្យកំពឹសនិងត្រីជាមិត្តនៃខ្លួនដឹងនៅអ្វីៗដែលខ្លួនបានប្រទះឃើញនោះប្រវត្តិពុទ្ធសាសនានៃពុទ្ធសាសនាគោតមបរមសាសនានៃយើងភាគទី21បញ្ចប់ត្រឹមប៉ុណ្ណេះ